ភួងផលីជាតារាភាពយន្តដ៏ល្បីល្បាញមួយរូបនៅចុងទសវត្សរ៍ឆ្នាំ60និងដើមទសវត្សរ៍ឆ្នាំ70លោកស្រីត្រូវបានគេចាត់ទុកថាជាតារាភាពយន្តមួយដួងដែលអាចស្នងតំណែងពីតារាភាពយន្តសាក់ស៊ីស្បោងទាំងការសម្ដែងឈុតឆាកសិចស៊ីនិងការសម្ដែងរឹកពីកាយសាហាវតារាភាពយន្តភួងផលីមានស្រុកកំណើតនៅទឹកដីខេត្តសៀមរាបលោកស្រីបានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តតាមរយៈការណែនាំពីលោកស៊ុនទឹកមេងក្នុងខ្សែភាពយន្តដំបូងរឿងលិនថោងកុមារខ្សែភាពយន្តដែលលោកស្រីបានសម្ដែងមាននៅសេសសល់មួយចំនួនដោយមហាជនកំពុងតែមើលនេះគឺជាខ្សែភាពយន្តមួយដែលលោកស្រីបានសម្ដែងជាតួសំខាន់រឿងរូបឥតភ័ព្វរបស់ព្រឹត្តិកម្មគងជ័យភាពយន្តថ្ងៃនេះដូចជាក្តៅស្អុកណាខ្សែភាពយន្តនេះបានផលិតនៅក្នុងឆ្នាំ1968ក្នុងខ្សែភាពយន្តនេះលោកស្រីបានសម្ដែងជាតួនាងសុនារីភរិយាចិត្តចើកដែលមានស្វាមីពោះម៉ាយវ័យចំណាស់រូបនឹងរៀងនឹងបើប្រៀបនឹងកាកៃដើមទ្រូងពើងកំពេះគូតងថ្ពាល់រលោងសាច់មុខថៃប្រែនឹងទឹកអប់ពីទឹកក្រអូបផ្សាយហើយបើបានថ្មិញខ្មៅទេសម័យបរមាណូស្អប់ណាស់ថ្មិញខ្មៅបើសិនជាមានសត្វអន្ត្រីមកឆក់យកខ្ញុំទៅឋានកៃឡាស់មិនជាខ្ញុំសប្បាយចិត្តយ៉ាងណាទេសម័យនេះគ្មានឋានលើឋានក្រោមអីទេព្រួយចិត្តណាស់លោកអើយប្តីចាស់រករសជាតិមិនឃើញទេបាយទៅអសង្ហាស្អុយណាស់ធំសាដូចសេះខ្ញុំមិនស្រឡាញ់ទេចង់អ្នកណាថាបានថ្មីចោលចាស់ក៏ថាទៅចុះអ្នកណាណោទើបសំនឹងអញនឹកឃើញហើយបងមើលបណ្ដោចិត្តអូនពេញចិត្តនឹងបងបើបានបងមកណែពិនិត្យមិនដឹងជាអូនសប្បាយចិត្តយ៉ាងណាទេតែមីមិនក៏ចាប់ខ្ញុំចឹងខ្ញុំមានការចេញទៅក្រៅផ្លែកំតៃអីមកតែមីអូនថាមីងទេតែខ្ញុំទៅលោកអូនខ្ញុំមើលខ្ញុំទៅតែមីកុំធ្វើបាបខ្ញុំនឹកខ្ញុំទៅតែមីព្រោះតែនឹកនឹងហើយបានជាខំសម្រាប់នោះលេងតែមិនព្រមទៀតហ៎ខ្ញុំសុកចិត្តស្លាប់ខ្ញុំមិនព្រមចិត្តឲ្យខាតលោកអើយជួយផងមកកុំឲ្យកាត់ខ្ញុំទេជួយខ្ញុំផងជួយផងអ្នកណាទៅជួយផងលោកអើយជួយមើលចុះអាកូនវងវែងហ្នឹងវាចាប់បង្ខំខ្ញុំដើម្បីសម្រេចគោលបំណងរបស់វាខ្ញុំជឿចិត្តណាស់មើលចោលលោកអើយវាមកបង្ខំខ្ញុំដើម្បីសម្រេចសេចក្តីសប្បាយរបស់វាគួរអីឪពុកវាមិននៅវាធ្វើដូច្នេះខ្ញុំក៏មកគេមិនមែនទេពួកតាមានច្បាស់តែប៉ុណ្្នឹងហើយនៅប្រកែកថាមិនមែនទៀតអីក្តៅណាស់
មល់ធ្វើអីខ្លះមានបានខ្លួនប្រាណឯណាហ៎អីវាខ្ទេចខ្ទីអស់ទៅហើយនៅខ្សែបាទីជំរឿមួយទេខ្ញុំខ្មាស់គេណាមិនអីទេអាកមុលហើយចិត្តធំហ៊ានលុកថ្លើមឲ្យឯងហើយតែប៉ុណ្ណេះមានតែតុលាការមជ្ឈរាជទេដែលរកខុសត្រូវឲ្យឯងបានលោកប៉ាហើយខ្ញុំមានការអីអាកមុលអញចិញ្ចឹមឯងតាំងពីតូចរហូតដល់ធំក៏ដែរហើយប៉ុនអញហើយឯងចង់ទៅពៀក្បាលអញទៀតហ៎អាទូរយុលោកប៉ាកូនមានកំហុសអីបានជាលោកប៉ាមានប្រសាសន៍យ៉ាងនេះក្តៅចិត្តណាស់លោកអើយលោកមកប៉ាន់ភ្នំឲ្យបើនៅធ្វើពើទៀតអត់គុណអីទៀតទេចាប់តាំងពីថ្ងៃនេះតទៅអញនឹងឯងលែងឲ្យលែងកូនទៀតហើយលោកប៉ាសូមលោកប៉ាស្ដាប់កូនសិនលោកប៉ាជុំនិយាយទៅអញស្ដាប់មិនចូលទេតែចេញពីតែអញភ្លាមបើមិនចឹងទេគ្រាប់កំភ្លើងអញមិនភ្នែកជីវិតឯងនេះទៅលោកប៉ាទោះជាយ៉ាងណាក៏ដោយក៏គួរលោកប៉ាស្ដាប់កូនសិនហួសពេលស្ដាប់អាកមលទៅចេញទៅអាមកគេមនុស្សមកផ្ទះជាសាក់សីស្រាប់មានតែឆៃតោះឯប៉ុណ្ណឹងមិនបានឯងចង់ទៅពៀក្បាលឯងកឹបទៅហ៎យើងមកមើលការសម្ដែងមួយទៀតរបស់លោកស្រីភួងផលីក្នុងខ្សែភាពយន្តរឿងរតនាវង្សរបស់ផលិតកម្មអន្តរទេវីភាពយន្តកុំមកណាព្រលឹងមាសបងអូនអីក៏ស្អាតម្ល៉េះទេបងមិនដែលឃើញស្រីណាស្អាតដូចនេះសោះអូនពមៀមអ្វីដែរអូនជាកូនក្រមុំរបស់ក្រុងយក្សនេះមែនទេអូនឈ្មោះអីលេងណាលេងខ្ញុំមកចាក់បងមិនលេងអូនទេលេងខ្ញុំមកចាក់នេះខ្ញុំមិនចាក់មិនដែលឃើញមនុស្សប្រោសអីលេងអូនហើយអូនអីក៏ស្អាតម្ល៉េះអូនឈ្មោះអីព្រះអង្គម្ចាស់ស៊ីបានមែនទេខ្ញុំមិនដែលឃើញព្រះអង្គទេក្រាបទូលព្រះអង្គមិនក៏ស្គាល់ឈ្មោះខ្ញុំម្ចាស់រឿងរតនាវង្សជាខ្សែភាពយន្តទី3ដែលលោកស្រីបានសម្ដែងសម្រាប់ផលិតកម្មអន្តរទេវីភាពយន្តដែលខ្សែភាពយន្ត2រឿងកន្លងទៅដែលលោកស្រីបានសម្ដែងសុទ្ធតែទទួលបានប្រជាប្រិយភាពល្បីល្បាញគឺរឿងព្រះនាងពុំពាសជាតិនិងរឿងនាងកែវណាម៉ាគួរឲ្យសោកស្ដាយជាទីបំផុតខ្សែភាពយន្តទាវឯកដែលមានឈ្មោះល្បីល្បាញក្នុងឆ្នាំ1972មិនមានភ័ព្វសំណាងនៅសេសសល់ខណៈដែលលោកស្រីភួងផលីសម្ដែងជាតួម្ដាយទាវឬយាយផាន់ជាភ័ព្វសំណាងដ៏វិសេសវិសាលលោកស្រីភួងផលីមានសំណាងរួចផុតពីការស្លាប់ក្នុងរបបបល្ល័ង្កពូជសាសន៍ខ្មែរក្រហមហើយបានត្រឡប់មករដ្ឋធានីភ្នំពេញវិញនៅក្រោយថ្ងៃរំដោះ7មករាមាតាទី2នៃប្រជាជាតិយើងលោកស្រីចាប់ផ្ដើមបន្តអាជីពជាតារាភាពយន្តនៅពេលដែលខ្សែវីដេអូខ្មែរចាប់ផ្ដើមរស់ឡើងវិញយើងសូមរំលឹកអំពីទេពកោសល្យសម្ដែងរបស់លោកស្រីនៅក្នុងទសវត្សរ៍ឆ្នាំ90ចុះវាមានរឿងអីនិយមសម្ដែងជាតួម្ដាយអ្នកមានលោឆាយមិនខុសពីសម័យសង្គមរាជនិយមប៉ុន្មានទេមានរឿងអីកូនខ្ញុំចង់និយាយវាម៉េចបងរត់នោះអីមុននេះគេបដើគ្នាចូលឡានសើចឲ្យកក្អាក់លោកអើយបជិះចាក់ខ្ញុំទៀតណាពិតទេឃើញភ្នែកឬក៏លឺគេថាឃើញនឹងភ្នែកមកគោនេះហើយនឹងត្រជាក់មកគោនេះមីបុផាម៉ាក់ឲ្យច្បាប់វាទៅមើលម្ដាយឈឺអញ្តាតែគេណាត់ជួបគ្នាណាម៉ាក់តែម៉ាក់វាឆ្ងល់អរុនមកដល់ពេញពីអង្កាលខ្ញុំតែដឹងអីហើយខ្ញុំមានសិទ្ធិអីទៅសួរគេណាហើយកូនស្រីម៉ាក់រឿងនេះទុកឲ្យម៉ាក់រកហេតុផលសិនណាចុះបើវាស្រឡាញ់គ្នាមែនម៉ាក់ឯងគិតម៉េចវាមិនដែលមានថោកទាបរបៀបមីបុផាហ្នឹងអ្នកណាគេយកខ្លួនគេទៅបៀតកូនមិនដឹងទេតែម៉ាក់ត្រូវធ្វើយ៉ាងណាឲ្យកូនបានស្ងប់ចិត្តទៅកូនស្រីម៉ាក់ស្អាតណាស់មីបុផាមិនបានមកកញ្ចក់ជើងកូនផងហ្នឹងម៉ែណាម៉ាក់ហ្នឹងហើយកុំចាត់វាចោលទៅជាការស្រាញតែម៉ាក់កុំធ្វើកូនខកចិត្តណាចុះវាមានរឿងរ៉ាវយ៉ាងម៉េចបបាចាស់អ្នកមីងមានចោលមកវាចាប់រំលោភបបាឯងអញ្ចឹងមែនទេចាស់មែនក្រែងមិនពិតទេដឹងអី
ពិតណាស់អ្នកមីងខ្ញុំមិនកុហកអ្នកមីងទេរស្មីជាល្បិចទេដឹងកូន ត្រូវហើយម៉ាក់វាមិនដែលនៅស្ងៀមមានរឿងការឡើងអញ្ចឹងទេ ក្រែងឯងទៅសហាយខ្មន់គេហៅគេមកទេដឹង ទេអ្នកមីងមិនពិតទេក្មួយសុំស្បត់ជូនអ្នកមីងក្មួយគ្មានដឹងរឿងអីទេធម្មតាមនុស្សបើគ្មានទំនាក់ទំនងនោះគេពិតជាមិនធ្វើអញ្ចឹងទេមិនពិតទេរស្មីធ្លាប់ស្គាល់ចិត្តខ្ញុំស្រាប់ហើយ ពីមុនវាផ្សេងមនុស្សក្បាលខ្មៅអ្នកណាទៅຕົកចិត្តបានក ូនកសែង កសែងអាប្រុសមិញហ្នឹងឯង អ្នកមីងបាត់ជាកសែរបស់សហាយវាមែនហ្នឹង មីស្រីចងាយ អ្នកមីងផុសតាមច្បាស់កន្លែងប៉ុណ្ណឹងហើយនៅតែប្រកែកទៀត អញមិនចាំស្រីពោះវែកដូចជានឹងឯងនេះទៀតទេ អ្នកមីងអភ័យទោសឲ្យក្មួយផងក្មួយគ្មានដឹងរឿងអីទេមិនបានទេម៉ាក់អត់ទុកវានៅគ្រោះថ្នាក់នឹងធ្លាក់មកលើយើងថ្ងៃណាមើលមិនខានមិនប៉ះទេរស្មីលេណា មិនបាច់ខ្វល់ខ្វាយច្រើនពេកទេមនុស្សអញអនុគ្រោះចំពោះមនុស្សណាដែលសាងបន់សាងបាបដូចជានឹងឯងនេះព្រះព្រមមិនរួចទេ សូមជម្រាបផងដែរថាលោកស្រីភួងផល្លីបានទទួលមរណភាពនៅឆ្នាំ2016ដោយរោគគាពៀន។